តោះបងប្អូនយើងចូលមកដល់ពាក្យទី38បាទនៃសៀវភៅ X បាទ XSK សិក្សារបស់យើងបាទឈីផៅបាទឈីផៅបាទខ្ញុំមិនដឹងបកខ្មែរថាមិនដែរបាទតែយើងឲ្យបកថារ៉ូបបុរាណចិនអញ្ចឹងទៅបាទនេះបាទឈីផៅហ្នឹងគឺដូចជារ៉ូបហ្នឹងបាទមិនមែនដូចជារ៉ូបទេគឺរ៉ូបហ្មងបាទហើយបាទវាមានរាងបែបហ្នឹងបាទតែយើងមើលនៅក្នុងរឿងចិនបុរាណយើងនឹងឃើញច្រើនបាទបាទតើតុនទៅនឹងឈីផៅបាទ这件红旗袍បាទរ៉ូបចិនបុរាណពណ៌ក្រហមមួយនេះពីណាជាលុយដបាទប្រៀបធៀបជាមួយនឹងអាមួយពណ៌បៃតងហ្នឹងផាវលៀងស្អាតបាទតែយើងអត់បកអញ្ចឹងទេបាទយើងបកថារ៉ូបចិនពណ៌ក្រហមនេះស្អាតជាងអាមួយបៃតងនោះបាទ这件红旗袍比那件绿的漂亮绿的旗袍吧，不白当吧，红的旗袍